សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាលកីឡាករវាយកូនហ្គោលដែលរៀបចំឡើងដោយសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាក្រោមការបង្ហាត់បង្ហាញដោយគ្រូឧទ្ទេសអន្តរជាតិមកពីស្ថាប័ន RA និងចូលរួមចំណែកជំរុញឲ្យសិក្ខាកាមដែលជាគ្រូបង្វឹកយល់ដឹងកាន់តែច្បាស់អំពីជំនាញបណ្ដុះបណ្ដាលកីឡាករកីឡាការិនីវ័យក្មេងវគ្គបណ្ដុះបណ្ដាលនេះគឺជាការបណ្ដុះបណ្ដាលជាលើកដំបូងដែលមានកីឡាករកីឡាការិនីថ្មីចូលរួមហើយផ្ដល់ឱកាសឲ្យសិក្ខាកាមដែលមិនធ្លាប់មានជំនាញកីឡាវាយកូនហ្គោលចូលរួមផងដែរនៅក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងនិងពង្រីកនៃការផ្សព្វផ្សាយឲ្យកាន់តែមានការផុសផុលនៅក្នុងព្រះរាជាណាចក្រកម្ពុជាសោតទៀតវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាលនេះគឺជាការសិក្សារយៈពេល3ថ្ងៃគ្រូបង្វឹកបានក្រេបជញ្ជក់ពីយុទ្ធសាស្ត្របង្ហាត់កុមារធ្វើយ៉ាងណាឲ្យកុមារដែលបានចូលរួមហ្វឹកហាត់បានសប្បាយរីករាយនិងចង់ហ្វឹកហាត់កីឡាវាយកូនហ្គោលដោយនៅក្នុងនោះមានទាំងការសិក្សាពីទ្រឹស្ដីនិងការអនុវត្តផ្ទាល់នៅទីលានផងដែរ